bạn ở lơ dươngចូលទៅលំហាត់មួយផ្សេងទៀតគេថាក្នុងចលនាការសំយោគប្រូតេអ៊ីនមួយគេសង្កេតឃើញមានម៉ូលេគុល AN ដឹកនាំបានចូលទៅក្នុងរីបូសូមចំនួន399ដងបាទគណនីភាគរយនៃមួយរបស់ Zen បើ Zen នេះវាមានម៉ាស់ដោយ A ស្មើ12គុណ10ស្គម4ក្បោន2ត្រូវដឹងថាប្រវែង Zen ស្មើនឹង25%នៃប្រវែង ADN តើ ADN នេះអាចផ្ទុក Zen បានប្រមាណម៉ូលេគុលបាទវាមានពីរសំណួរទេអញ្ចឹងយើងមើលបំណងស្រាយយើងទី1គេឲ្យយើងគណនាភាគរយនុយនីមួយរបស់ Zen A T C CG នៃ Zen បាទនេះអ្វីដែលគេសួរយើងបើគេប្រាប់ចំនួនបើ IN ដឹកនាំនេះគឺ INT ហើយ INT អាហ្នឹងបាទ ANT បាទអញ្ចឹងតាមយើង INT នេះយើងអាចរកឲ្យឃើញស៊ីតអាម៉ាណេមែនទេរូបមន្តវាយើង AA បូកមួយយើងរក AA ឃើញកាលណាគេប្រាប់នេះប៉ុណ្ណេះយើងរក AA ឃើញ AA រក MZN ឃើញមែនទេឃើញ MZN គេស្គាល់ម៉ាស់នុយ A រកនុយ A ឃើញស្គាល់ M រកភាគរយឃើញរួចរកភាគរយសេតាមក្រោយបាទនេះទៅចឹងអញ្ចឹងយើងមើលបំរាប់គេបន្តិចមើលឬក៏គេហៅថាសមត្ថកម្មគេប្រាប់ចំនួន AN ដឹកនាំគឺ ANT 399ហើយគេប្រាប់ម៉ាស់នុយ A បាទម៉ាស់នុយ A គឺ12គុណ10ស្គុណ4ក្បោនបាទអញ្ចឹងខ្ញុំចាប់ដើមចេញពីនេះគេប្រើឃ្លាយ៉ាងម៉េចហ្នឹងបាទដោយ ANT 1អាចដឹកអាស៊ីតអាមីណេយថាប្រភេទអាមីណេយថាប្រភេទ1ចូលទៅក្នុងឬទៅកាន់ក៏បានដែរក្នុងរីបូសូមប៉ុន្តែកុំភ្លេចណាគិតទាំងអីគិតទាំងអាស៊ីតអាមីណេត្រូវកដងផ្ដើមគឺគិតទាំងមេធីអូមេធានីនបាទអញ្ចឹងក្រោយពេលដែលយើងសរសេរឃ្លាប៉ុណ្ណឹងហើយយើងចូលទៅក្នុងរូបមន្តគឺ ANT ស្មើ AA បូក1យើងទាញរកបាទអញ្ចឹងតាមអាស៊ីតអាមីណេបាទតាមចំនួន ANT គឺយើងអាចរកអាស៊ីតអាមីណេឃើញតាមរូបមន្តហ្នឹងឃើញ AA យើងប្រើឃ្លាអាស៊ីតអាមីណេទៅរក MZN បាទអញ្ចឹងខ្ញុំចាប់ដើមចំនួនលេខចូលហើយណាបាទចាប់ដើមចំនួនលេខចូលហើយអាស៊ីតអាមីណេយើងរកឃើញ398មួយចំនួនកន្លែងវាទៅជា MZN ស្មើ6តាឲ្យ398បូក10 2ស្មើបាទអញ្ចឹងយើងរកទៅឃើញ2400នុយបាទយើងស្គាល់ M អានេះយើងអាចរក A ឃើញបាទប្រើឃ្លាម៉ាស់ដោយនុយ1មានម៉ាស់ជាមធ្យមប្រមាណណាឃ្លាម៉ាស់គឺចឹងឯងមានម៉ាស់ជាមធ្យម300ខ្នាតក្បោនអញ្ចឹងយើងទាញរកនុយ A ឃើញប្រមាណ A ស្មើយកម៉ាស់នុយ A ចែក300បាទអញ្ចឹងមានន័យថាម៉ាស់នុយ A គឺ12 10ស្គុណ4ចែក300ទៅគឺប្រមាណអញ្ចឹងព្រោះ02ចោល400បាទឃើញ400នុយក្លេអូទីបបាទយើងស្គាល់នុយ A យើងស្គាល់ M យើងរកភាគរយ A ឃើញរួចយើងរកភាគរយ C តាមគោលការណ៍ពេញបាសក៏បានដែរបាទអញ្ចឹងដោយឬក៏តាមមកភាគរយ A ស្មើ A គុណនឹង100ចែកនឹង MZN អញ្ចឹងចំនួនលេខមកវាទៅជា400គុណនឹង100ចែកនឹង24000 2400សំទោសបាទបើយើងចែកទៅឃើញ 16.66 16.66ភាគរយខ្ញុំប្រើគោលការណ៍បំពេញបាសបាទតាមគោលការណ៍បំពេញបាសបាទគោលការណ៍ហ្នឹង A ភ្ជាប់ T មួយទៀត C ភ្ជាប់ Z បាទហើយ A ស្មើ T C ស្មើ Z បើនិយាយពីភាគរយបាទភាគរយគឺយកភាគរយទាំង4នឹងបូកគ្នា
ស្មើ100មិនចឹងហ៎ប៉ុន្តែដោយសារ a ស្មើទេវា 2a 2c បញ្ជូន2ទៅនោះចែកវាទៅជាអីវាទៅជា a បូក c ភាគរយនេះស្មើ50%អញ្ចឹងយើងឃើញ a 16.66នាំឲ្យភាគរយ c មកយក50%ដកភាគរយ a គឺ 16.66%ភាគរយបាទអញ្ចឹងវាទៅជា c ស្មើបើចឹងយើងចែកទៅឃើញ 33.34%ភាគរយដូចនេះគេបន្តិចមកបាទដោយសារគោលការណ៍ពេញបាសយើងទៅសេហើយណាបើ a ស្មើទេយើងរកឃើញភាគរយវាគឺ16.66%c ស្មើ z យើងរកឃើញគឺ33.34%ភាគរយបាទនេះគឺជាចម្លើយសំណួរទី1យើងណាបាទបើមិនទាន់អាចខមមិនក្រោមវីដេអូនេះបាទសំណួរទី2ចុងក្រោយគឺគេសួររកតើ ADN នេះទុកសែនប្រមាណម៉ូលេគុលបាទអញ្ចឹងមានថារកចំនួនម៉ូលេគុលសែនបាទរកចំនួនម៉ូលេគុលសែនអ្វីដែលគេឲ្យយើងនោះគឺគេប្រាប់យើងហើយថាយ៉ាងម៉េចប្រវែងសែននេះស្មើ25ភាគរយនៃប្រវែង ADN បាទអញ្ចឹង25%យើងអាចសេមិនបាន25%យើងអាចសេមិនបានមក25ចែកនឹង100មែនទេបាទលើ100ទៅអានេះប្រវែង ADN មកយើងទាញប្រវែង ADN ទៅសូមឲ្យយើងទាញបានដល់ប្រវែង ADN ស្មើ100គុណអានេះមក100គុណនឹងប្រវែងសែនលើ25បាទអញ្ចឹងយើងចែកទៅ100ចែក25បានប៉ុន្មាន4ណា4ប្រវែងសែនអញ្ចឹងមានន័យថាម៉េចបាទមានន័យថាម៉េចវា4បាត់ទៅហើយឃើញទេបាទអញ្ចឹងខ្ញុំប្រើរូបមន្តដោយចំនួនម៉ូលេគុល ADN ធ្វើម៉េចចំនួនម៉ូលេគុល ADN គេយកអីយកស្អីក៏ដោយរបស់ ADN ចែកសែនទៅឥឡូវបើប្រវែងគឺប្រវែង ADN ទៅគឺអីប្រវែងសែនបាទឥឡូវប្រវែង ADN ស្មើអី